ខ្ញុំអត់សូវដែរបានធ្វើម្ហូបមុខនេះញ៉ាំទេដោយសារតែខ្ញុំពិបាកស្មានពេកថ្ងៃនេះសម្រាប់ចិត្តថាធ្វើម្ហូបមុខនេះគឺសម្លម្ជូរតកួនត្រួយអំពិលខ្ចីដោយសារតាខ្ញុំឃើញអំពិលខ្ចីរបស់អ៊ំគាត់យកមកលក់ហ្នឹងខ្ចីល្អពេកហើយតកួនរបស់យើងក៏ប្រើតកួនស្រែដែរថ្ងៃនេះម្ហូបរបស់ខ្ញុំថ្ងៃនេះមានចំនួន2មុខគឺសម្លម្ជូរតកួនស្រែនិងត្រីងៀតចៀនសម្រាប់ត្រួយអំពិលគឺយើងយកវាមកចិញ្ច្រាំឲ្យម៉ត់កុំឲ្យវាជាប់កហើយត្រីដែលខ្ញុំប្រើប្រាស់ថ្ងៃនេះគឺកូនត្រីក្រហមចំណែកតកួនវិញគឺយើងយកមកលាងច្របាច់ជាមួយអំបិលឲ្យវាចេញជ័រនិងចេញក្លិនវាអស់ធ្វើបែបនេះទើបតកួនរបស់យើងមានជាតិឆ្ងាញ់ហើយមិនចាំបាច់ច្បាច់ខ្លាំងពេកទេប៉ុណ្ណេះមកគឺបានហើយគឺឆ្ងាញ់ស្រួយស្រាប់តែម្ដងហើយអត់មានជាតិជ័រជាតិក្លិនបន្តមកគឺយើងលាងម្រះព្រៅរំដេងស្ក្រៃស្ក្រូចនិងម្ទេសរបស់យើងមាន3ផ្លែនៅពេលដែលយើងលាងសម្អាតរួចរាល់អស់ហើយទើបយើងមកដាក់ឆ្នាំងរបស់យើងដាំទឹកថ្ងៃនេះប្រើឆ្នាំងរាងធំបន្តិចហើយដោយសារតែយើងស្លសាច់ត្រីឲ្យវាទលាយកុំឲ្យវាបែកសាច់ត្រីនៅពេលយើងរងចាំទឹកមិនទាន់ពុះគឺយើងដាក់ត្រីងៀតរបស់យើងចៀនសិនបន្ទាប់ពីនោះទឹករបស់យើងពុះដាក់ស្លឹកគ្រៃស្លឹកក្រូចនិងរំដេងរបស់យើងចូលទៅថែមនឹងខ្ទឹមសផងដែរបន្ទាប់មកគឺយើងដាក់ត្រីរបស់យើងចូលទៅហើយឃើញថាត្រីងៀតរបស់យើងឆ្អិនហើយអញ្ចឹងយើងប្រែវាបន្តិចទៅបន្ទាប់ពីនោះគឺយើងមកធ្វើការជ្រុំប្រហុកសម្រាប់ប្រហុកនេះបើសិនជាបងប្អូនមិនចូលចិត្តមិនបាច់ដាក់ក៏បានដែរតែបើបងប្អូនចូលចិត្តតិចច្រើនអីដាក់តាមចំណង់ចំណូលចិត្តសម្រាប់គ្រួសារខ្ញុំផងដែរគឺចូលចិត្តញ៉ាំប្រហុកខ្លាំងមែនទែនហើយប្រហុករបស់ខ្ញុំនេះមានក្លិនឈ្ងុយខ្លាំងមែនទែនហើយខ្ញុំបន្ថែមជាមួយនឹងដុំស៊ុបខ្នុរម្ទេសចំនួន3ផ្លែដាក់ស្លឹកអំពិលដែលយើងបានចិញ្ច្រាំចូលទៅចំនួន2វែកកូរចុះកូរឡើងហើយភ្លក់និយាយពីថាជូរជាតិជូរជ្រះជូរឆ្ងាញ់តែម្ដងសងសឹកថ្ងៃមុនអត់សូវជូរបន្ទាប់មកគឺយើងដាក់តកួនដែលយើងបានលាងសម្អាតរួចរាល់ហើយដាក់ចូលទៅកូរនេះគឺកូរថ្នមដើម្បីកុំឲ្យត្រីរបស់យើងបែកសាច់ណាបន្ទាប់ពីយើងទុកបានមួយផ្លេតមកឃើញថាត្រីរបស់យើងស្អាតមែនទែននៅមូលល្អណាស់និយាយពីថាអើយភ្លក់ហើយភ្លក់ទៀតតម្រាំតែឆ្អិនហ្នឹងគឺខ្ញុំភ្លក់ឆ្អែតហ្មងរសជាតិដែលយើងចង់បានគឺមកហើយអញ្ចឹងទៅយើងក៏បន្ថែមជាមួយនឹងម្រះព្រៅចុងក្រោយឃើញថាម្ហូបរបស់យើងបានឆ្អិនហើយមានក្លិនឈ្ងុយចាស់មែនទែនហើយសាច់ត្រីរបស់យើងក៏នៅមូលស្អាតល្អដែរនិយាយពីថាអើយបរិយាយមិនត្រូវទេអញ្ជើញបងប្អូនទាំងអស់គ្នាពិសាបាយជាមួយខ្ញុំ